ở cho bọn anh mình ớt lại cho mưa xoay cái việc mà cây lan dòng lan mò ai lan qua những kẹo đó từ mưa lan ngồi đấy tại bọn anh dây mà bay bọn anh phụ tầm bay kia đâu mà thả ca đi ប្រិមត្តជនឥឡូវកំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតាមបេះដូងផ្លូវវែងស្រេងបាទមានរថយន្តមួយគ្រឿងម៉ាក់ធុនសារាជិះបែបលក្ខណៈគ្រួសារក៏មានបាក់ក្មេងទំនើងជាច្រើនម៉ូតូជាង12 13ម៉ូតូបើកប្រសាទពេញផ្លូវតែម្ដងបន្ទាប់មកគាត់ក៏បានបើកតិចតិចហើយក៏សផ្លេបាទត្រូវក្មេងទំនើងស្រែកឲ្យសួរគាត់នឹងចង់មានរឿងមែនក៏បង្កើតជាការវាយឡានរបស់គាត់បាទរបស់គាត់ត្រូវបានគាត់ពេញមកដល់មុខបរិយបាទពុកថ្មីនេះក៏ជិះចូលក្នុងបរិយតែម្ដងបាទចំណែកឡានរបស់គាត់ត្រូវបានសន្សុកធ្វើការគាត់មិនឲ្យចូលទេដោយសន្សុកអាងថាក្មេងទំនើងនេះគឺមានផ្ទះនៅក្នុងបរិយហើយសរសើរគាត់មែនទែនប្រិមត្តជនដោយគាត់បាទជាកម្លាំងយោធាម្នាក់បាទសាក់4កន្លះចិត្តធ្ងន់មែនទែនដោយសារគាត់ធ្វើការបើកបរដងផ្លូវនេះគឺបែបលក្ខណៈគ្រួសារបាទហើយមានកូនទូចហើយប្រពន្ធគាត់កូនខ្ចីទៀតប្រិមត្តជនហើយគាត់ក៏បានតំណែងតំណងជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋានរួមទាំងបាទអ្នកសារព័ត៌មានមកធ្វើការផ្សព្វផ្សាយបាទដើម្បីធ្វើការស្រាវជ្រាវចាប់ក្មេងទំនើងជាង10ម៉ូតូមកផ្ដន់ទីតូតាមផ្លូវច្បាប់ហើយចង់ដឹងរឿងរ៉ាវយ៉ាងណាយើងទៅជួបគាត់ទាំងអស់គ្នាប្រិមត្តជនបញ្ហាអីខ្ញុំមកចេះចូលមិនដល់ខ្ញុំអត់ដៃអត់មានសិនយល់មានបញ្ហាឥឡូវខ្ញុំចូលបងវិញយល់ពិសាណាបើបងមានកម្លាំងអីក៏កម្លាំងមកសហការមួយខ្ញុំជួយចុះឥឡូវក្មេងទំនើងចូលរាប់វងដូចជា10ម៉ូតូហេតុអីកុំឲ្យបើកវាគេចូលបានត្រឹមខ្ញុំនេះមកស៊ើបអង្កេតមកបំបត្តិគុំក្មេងទំនើងហេតុអីក៏បងឲ្យមិនឲ្យខ្ញុំចូលបងឲ្យភូកខ្ញុំទៅមុខក្រោយអានឹងទាំងហ្នឹងវិញថាឥឡូវបងឯងគាត់ថាចង់រកវាបងឯងថាកុំទី1បងឯងថាធ្លាប់ស្គាល់ទៀតគេពីអ្នកក្នុងហ្នឹងឥឡូវសមត្ថកិច្ចមកដល់បងឯងថាបាញ់យកស្គាល់បងឯងទៅក្រោយវិញមិនចឹងទេទី1ចឹងប្រពន្ធខ្ញុំនៅហ្នឹងណាខ្ញុំក៏បត់ទៅតាមនោះខ្ញុំតាមស្ទាក់មើលមិនគឺកម្លាំងរបស់ខ្ញុំនិយាយខ្ញុំបត់ឡានមកវិញឃើញស្ទៀវឃើញយើងមកឯងហើយបានបងឯងហ្នឹងទៀតគេនៅក្នុងហ្នឹងបងថាខ្ញុំមកពីបុនគេនៅព្រៃវែងបាទដល់ពេលមកទៅចិត្តដល់ស្តុកអាងទឹកហើយខ្ញុំជិះពីបិជ័យមកពីសាសនជ័យណាជួបក្មេងទំនើងហ្នឹងមួយក្រុមប្រហែលជា12ទៅ13ម៉ូតូជិះទៅតឹងផ្លូវពេលនោះមកខ្ញុំមិនដឹងជិះតាមណាទេខ្ញុំក៏កាផ្លេគាត់ទៅកាផ្លេតែមកទេដល់ហើយទៅក្មេងនោះគាត់ថាគួរឲ្យកាផ្លេញ៉ាប់ទៅណាចង់មានបញ្ហាចង់មានរឿងម៉េចហើយមកតាមដេញវាយឡានខ្ញុំតត់ធាក់ឡានទៅខ្ញុំក៏ដេញមកតាមដល់បរិយហ្នឹងហើយក្រុមក្មេងទំនើងអស់នោះគឺបាត់ចូលក្នុងបរិយពុកថ្មីមួយខាងទ្វាំងក្លឹងយើងបាត់ទៅមកតែម្ដងពេលហ្នឹងបងមានតាមចូលដល់ក្នុងបរិយសន្សុកអត់ឲ្យចូលទេគាត់ហៅគាត់មកខ្លះគាត់អីក្នុងបរិយបាទហើយមកហ្នឹងcôទង្វើគេជិះមកឲ្យឡានគាត់ហ្នឹងcôជិះពីក្រោយដេញក្មេងៗបងហើយវាcôរត់ចូលcôរត់តន់មិនដឹងថាមានបញ្ហាដែរចូលទៅក៏គាត់ឡានគាត់ហ្នឹងcôមកគាត់ថាមិនcôឲ្យក្មេងៗហ្នឹងចូលថាមិនឲ្យចូលបងបើបងប្អូនក្នុងបរិយហ្នឹងដែរទេបាទខ្ញុំមិនដឹងថារឿងបញ្ហាមួយគាត់ទេជុំឲ្យចូលទេគាត់ថាគេចាញ់ទៅគម្រោងទី2ចិត្តផ្សារពេលនោះខ្ញុំបត់ឡានទៅដល់ផ្សារចាំមើលតែអត់មានអ្នកណាចាញ់ទេក្មេងទំនើងអត់មានចាញ់ទេពេលដែលខ្ញុំបត់ឡានមកវិញស្រាប់តែឃើញក្មេងទំនើងអស់ទាំងហ្នឹងច្រើននិយាយជាមួយសន្តិសុខដែលយាមគ្នាអូនៅហ្នឹងតែដល់ពេលដែលបាទគាត់ឲ្យបងកាត់ឡានទៅខាងផ្សារហ្នឹងគាត់បងទៅខ្ញុំទៅបាទឃើញរត់ឃើញបាទខ្ញុំមកវិញឃើញឈរនិយាយមួយសន្តិសុខមកវិញឃើញឈរនិយាយមួយសន្តិសុខមកក្រុមនៅហ្នឹងតាមការសន្និដ្ឋានរបស់បងក្មេងទំនើងទាំងអស់ហ្នឹងអាចនៅក្នុងបរិយឬក៏យ៉ាងណាដែរបងខ្ញុំអត់ដឹងដែរបងប៉ុន្តែស៊ូសន្តិសុខម្ដងគាត់ថាក្មេងទំនើងអស់ទាំងហ្នឹងនៅក្នុងបរិយបាទនៅក្នុងនឹងខ្លះនៅក្រៅខ្លះហើយគាត់ស្គាល់ផ្ទះពី3ផ្ទះខ្ញុំសួរគាត់មិនគាត់ថាគាត់ស្គាល់បាទនៅគាត់ស្គាល់ដល់ពេលសមត្ថកិច្ចមកគាត់បាយជាឆ្លើយថាអត់ស្គាល់ពេលដែលវាចេញមកវិញគាត់អញ្ចឹងខ្ញុំចង់ដឹងថាសន្តិសុខនៅក្នុងបរិយពុកថ្មីមួយទៅទាំងខ្លាំងហ្នឹងមានអ្វីអាចកំបាំងជាមួយក្មេងទំនើងអស់ទាំងហ្នឹងឬមួយអ្វីហ្នឹងខ្ញុំសូមសំណុំពរសមត្ថកិច្ចឲ្យជួយដើម្បីស្រាវជ្រាវវិច្ចមុខយកក្មេងទំនើងហ្នឹងទៅអនុវត្តតាមនីតិវិធីប្រមាណម៉ូតូប្រមាណអ្នកដែរបងម៉ូតូមាន2មាន1ប្រហែលប្រមាណម៉ូតូ12ទៅ13ម៉ូតូអូច្រើនណាស់20 30នាក់ណាបាទមានស្រីទេបងក្នុងហ្នឹងបងមានស្រីមួយគួយពីក្រោយជាអាប៊ីតជាប៊ីតទេបងបាទខ្ញុំចេញលក្ខណៈរបៀបក្មេងទំនើងបកចលាចលតែម្ដងបងណាបាទក្នុងនេះបងជាកងកម្លាំងម្នាក់ណាបងគឺជាសំណពរទៅសមាជិកឲ្យគាត់តែតែក្រាបគាត់មើលងារនេះក្មេងទំនើងនេះបងឲ្យជាសំណពរបាទខ្ញុំក៏ជាសមាជិកដែរគាត់ថាឥឡូវទឹកដីនេះទឹកដីបោះខាងបងសមាជិកប៉ុកចំចៅទី1ទាំងលោកអធិការគាត់បានបញ្ជាមកគាត់ខាងរងអធិការរងដើម្បីចុះស្រាវជ្រាវនឹងវែកមុខសញ្ញាដើម្បីរកមុខក្មេងទំនើងអស់ទាំងនោះដើម្បីទៅបានទីតោតាមផ្លូវច្បាប់ដែល
គេហៅថាជាប្រសាសន៍ដ៏ល្អរបស់សម្ដេចមហាបបរថាប្រទេសរបស់ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាយើងនោះដើម្បីបំបត្តិក្មេងទំនើងទាំងអស់នៅក្នុងប្រជាណាចក្រកម្ពុជាយើងដើម្បីលើកស្ទួយប្រទេសជាតិយើងឲ្យកាន់តែមានភាពរីកចម្រើនបាទចឹងជា គាត់ហៅគាត់មកខ្លះពួកអីក្នុងបរិយាបាទហើយមកហ្នឹងក៏ទង្វើគេជិះមកឲ្យឡានគាត់ហ្នឹងក៏ជិះពីក្រោយដេញក្មេងៗបងហើយវាក៏រត់ចូលក៏រត់តន់មិត្តហ្នឹងមានបញ្ហាដែរចូលទៅក៏គាត់ឡានគាត់ហ្នឹងក៏មកគាត់ថាមិនគួរឲ្យក្មេងៗហ្នឹងចូលថាមិនឲ្យចូលបងបើបងប្អូនក្នុងបរិយាហ្នឹងដែរទេបាទខ្ញុំមិនដឹងថារឿងបញ្ហាមួយគាត់ទេ ចុះមកទួលនៅពេលនេះបងអាចជម្រាបជូនសមត្ថកិច្ចបានទេក្នុងការដែលបងសហការជាមួយសមត្ថកិច្ចអាចឲ្យសមត្ថកិច្ចទៅដល់ទីតាំងដែលគ្រប់ក្មេងជំនឿបានស្គាល់ រឿងចេះបងនៅណែពេលហ្នឹងអត់ស្គាល់ផ្ទះច្បាស់លាស់បាទអញ្ចឹងបើអាចដឹងអាហ្នឹងព្រោះវាចេញយកក្នុងហ្នឹងថ្ងៃអញ្ចឹងបងក៏ក្នុងផ្ទះនេះក្នុងបរិយានេះវាមានផ្ទះខ្លួនខ្លះផ្ទះផ្ទាល់ខ្លួនខ្លះ បាញ់មិញបងប្រុសប្រយ័ត្នគាត់លើកឡើងថាបងបានបាញ់បងប្រុសថាលើកឡើងថាពេលគាត់សួរបងបងថាអត់ស្គាល់ទេថាចេញទៅច្រកខាងនោះបាទហើយប៉ុន្តែគាត់មកវិញគាត់ថាឃើញប្រុសបីទំនើងឈរនិយាយជាមួយបងឯងអា អត់ នេះ មាននិយាយមួយគាត់ចង់ឲ្យបងថាគ្មានក្នុងហ្នឹងដល់ស្វែងប្រាប់ខ្ញុំមកចូលពួកខ្ញុំអ្នកយាមកាមហ្នឹងបងក៏មានបញ្ហាតើអ្នកផ្សេងផ្លែកមុខមិនឲ្យចូលទេរឿងបញ្ហាដល់ខ្ញុំបាទហើយគាត់ប្រាប់ បើធ្វើតាមទូរទស្សន៍បង បាទទូទី ការងាររបស់បង បាទហើយក៏ប្រាប់គាត់ថាបងឥឡូវmấyក្នុងហ្នឹងពួកបរិយាវាមាន3ចម្រោងបាទផ្លូវច្រកហ្នឹងទៅតាមផ្សារប្រាំងផ្លឹងមកច្រកទៀតអញ្ចឹងបើពួកមេហ្នឹងអាចមានបញ្ហាដល់បងប្រហែលវាជិះបងអញ្ចឹងបងជឿទៅតាមផ្សារទៅជួបកាត់មុខវាជួបក្នុងហើយអញ្ចឹងបងបាទ ចុះបាញ់មិញក្រុមក្មេងទំនើងក៏ដែរបងប្រុសអាងថាភក្តិរបស់គាត់មិនបានឈរនិយាយជាមួយបងប្រុសទេ thếបងឲ្យគាត់ដូចខ្ញុំនិយាយអញ្ចឹងបងឲ្យគាត់ទៅអញ្ជើញនៅក្នុងណាគឺវាអញ្ចឹង